ត្រៀមខ្លួនហើយនៅត្រៀមខ្លួនហើយឬនៅអូខេបើព្រះមានបន្ទូលស្ដាប់ទេស្ដាប់អត់ច្បាស់ហ្នឹងឯងអូខេអរគុណព្រះអង្គបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀននៅមេរៀនមួយបាទដែលខ្លីខ្លឹមបាទខ្លាំងប៉ុន្តែមិនស្រួលអនុវត្តទេបាទព្រះយេស៊ូវនៅថ្ងៃនេះមានចំណងជើងថាផ្ដើមច្រើនតែសល់តិច Many began few remained បាទមេរៀននេះខ្ញុំយកបទពិសោធន៍នៅក្នុងការបម្រើព្រះផ្ទាល់ខ្លួនយកមកចែកចាយហើយឆ្លោះបញ្ចាំងទៅនឹងព្រះបន្ទូលរបស់ផងព្រះដើម្បីឲ្យខ្ញុំអាចបង្រៀនមេរៀននេះខ្ញុំត្រូវប្រើពេលវេលាទាំងអស់ដែលខ្ញុំបម្រើព្រះយកមកឆ្លោះបញ្ចាំងឡើងវិញពេលដែលខ្ញុំចាប់ផ្ដើមជឿព្រះអង្គដំបូងបាទខ្ញុំហើយនឹងមិត្តភ័ក្តិខ្ញុំជាច្រើនគូកននៅក្នុងការងារក្តីមិត្តភ័ក្តិក្នុងសាច់ឈាមក្តីមិត្តភ័ក្តិក្នុងនគរព្រះក្តីច្រើនទាំងវងរាប់រយរាប់ពាន់នាក់បាទដូចជាហ្វូងមនុស្សដែលដើរនៅលើផ្លូវមួយយ៉ាងឯងមើលទៅសឹកតែមនុស្សស្ទើរតែមើលដីអត់ឃើញបាទយើងដើរតែអសប្បាយយើងដើរបដាសាច់បដាយើងដើរបដាប្រហែលជាចាក់ក្លេកគ្នាបដាបាទដោយអសប្បាយទៅកាន់គោលដៅមួយទៅកាន់គោលដៅរួមបាទនៅលើផ្លូវតែមួយប៉ុន្តែនៅពេលដែលដំណើរកាន់តែឆ្ងាយទៅមនុស្សបាត់ម្ដងបន្តិច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 បាទរហូតមកដល់សប្តាហ៍ថ្ងៃនេះពេលខ្លះខ្ញុំសួរខ្លួនឯងថាតើក្នុងចំណោមអ្នកដែលជឿព្រះសកលខ្ញុំបំរើព្រះសកលខ្ញុំតើសល់ប្រមាណអ្នកទោះបីខ្ញុំព្យាយាមរាប់ដៃរាប់ជើងក៏ប៉ុន្តែរាប់ប្រហែលជាពេលខ្លះអត់គ្រប់10អ្នកផងបាទហើយខ្ញុំសួរម្ដងហើយម្ដងទៀតអ្នកទាំងអស់នឹងបាត់ទៅណាបាទហេតុអីបាទបានជានៅសល់តិចម្ល៉េះតើអ្នកទាំងអស់នឹងបាត់ដោយមូលហេតុអ្វីឬក៏ដោយសារគេជឿព្រះអង្គពីដំបូងមកគ្មានគោលដៅពិតប្រាកដមិនច្បាស់លាស់មិនយកចិត្តទុកដាក់ឬក៏អត់មានគោលបំណងពិតប្រាកដបាទ message នេះគឺជា practical life សម្រាប់ជីវិតអនុវត្តជាក់ស្ដែងបាទទីបញ្ចប់ខ្ញុំរកឃើញមូលហេតុមួយដើម្បីឲ្យយើងអាចរស់ក្នុងនគរព្រះរក្សាសេចក្តីជំនឿដើរដល់ចុងបញ្ចប់បាទបជារាជព្រះជាអម្ចាស់អ្នកបម្រើព្រះជាម្ចាស់ត្រូវរក្សាដួងចិត្តស្មោះត្រង់ហើយតែមួយគត់ចំពោះព្រះចំពោះនគរព្រះបាទបើសិនជាមានចំណុចតូចណាមួយបាទនៅក្នុងផ្នែកគំនិតគេនៅក្នុងការរស់នៅរបស់គេមានសេចក្តីប៉ុនប៉ងអ្វីផ្សេងទៀតមិនយូរមិនឆាប់គេនឹងដួលចុះគេនឹងថយចេញពីជំនឿគេនឹងខ្សោយគេនឹងបោះបង់ការបម្រើព្រះឬជប់ជឿព្រះនេះគឺជាការពិតព្រះគម្ពីរបានប្រាប់ថាម៉េចអរិយដើរក្រវ៉ែលទាំងក្រហឹមដើម្បីស្វែងរកអស់អ្នកដែលវាអាចត្របាក់លេប
លេបអីគេលេបបានលោកពេត្រុសបាទហេតុអ្វីបានជាអ្នកដតីអត់និយាយពាក្យនេះហើយលោកពេត្រុសជាអ្នកនិយាយពីព្រោះនៅក្នុងជីវិតនៅក្នុងការបម្រើព្រះពេត្រុសដួលរាប់ម្ដងចឹងពេត្រុសដឹងថាគាត់ដួលដោយរបៀបណាអាមែនពាក្យថាដើរក្រវ៉ែលមានន័យថាបើសិនជាគ្រីស្ទបរិស័ទនៅទីនេះពាក្យថាដើរក្រវ៉ែលមានន័យថាដើរជារង្វង់អានេះគេហៅដើរក្រវ៉ែលបាទឬក៏ដើរទៅហើយដើរមកមិនដើរដោយអត់ប្រយោជន៍ទេក៏ប៉ុន្តែដើរដើម្បីស្វែងរកចំណុចខ្សោយដើរដើម្បីស្វែងរកកន្លែងដែលខ្សោយជាងគេដើរស្វែងរកកន្លែងណាដែលវាអាច break through បាទវាអាចបំបែកដើម្បីនឹងចូលទៅឆក់តបាក់ឬសម្លាប់មនុស្សដែលនៅខាងក្នុងហ្នឹងបាទខកពីមួយនឹងក៏បានប្រាប់ផងជាងដែរថាជាធម្មតាក្នុងនាមយើងជាកូនរបស់ផងព្រះ untouchable មានន័យថាអរិយអត់ប៉ះយើងបានយើងប្រៀបដូចជាអីគេបាទយើងប្រៀបដូចជាបាទមនុស្សម្នាក់ដែលរស់នៅក្នុងប៉មមួយដ៏រឹងមាំបាទព្រះគម្ពីរប្រាប់ថាម៉េចយើងជឿព្រះអង្គយើងជាពន្លឺយើងជា restrainer របស់ព្រះជាម្ចាស់អញ្ចឹងពេលដែលយើងជឿព្រះយើងមាន the globe of life មានពន្លឺរបស់ផងព្រះដូចជាគេ light dome បាទពន្លឺដែលដូចជាតបូលដែលគ្របយើងបាទហើយពន្លឺបាទសេរីល្អបាទបច្ចេស្តានោះឯងដែលការពីយើងហើយទោះបើសាតាំងធំប៉ុណ្ណាអស្ចារ្យប៉ុណ្ណាមហិមាប៉ុណ្ណា break through បានក៏ប៉ុន្តែសូមចងចាំសាតាំងនេះគឺជាកំពូលមនុស្សព្យាយាមបំផុតនៅក្នុងលោកឥតមានអ្នកណានៅក្នុងលោកដែលព្យាយាមជាងសាតាំងហើយសាតាំងមិនងាយបោះបង់មនុស្សងាយបោះបង់តែសាតាំងមិនងាយបោះបង់ទោះបីជាលើកនឹងសាតាំងផ្ដួលអត់បានសាតាំងមិនដែលអស់សង្ឃឹមសាតាំងមិនដែលទុកចោលបាទនេះជាការពិតសាតាំងកំពូលម៉ែឪអ្នកព្យាយាមលើកនឹងវាមិនអាចផ្ដួលយើងបានកុំគិតថាវាភ្លេចយើងវានៅក្បែរយើងបាទវាសង្កេតមើលយើងបាទវារងចាំយើងហើយវាស្វែងរកហើយសិក្សាជានិច្ចអំពីឱកាសនិងចំណុចខ្សោយដែលអាចផ្ដួលយើងពីព្រោះចងចាំចាប់តាំងពីថ្ងៃដែលសាតាំងបះបោរសាតាំងស្គាល់អនាគតរបស់វានឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើងហើយជាឱកាសជានិច្ចសាតាំងដឹងហើយលទ្ធផលនៃការបះបោររបស់ផងវាអត់មានផលល្អទេសាតាំងក៏ដឹងផងដែរថាទោះបើវាប្រឹងទោះស្លាប់ទៀតវាក៏អំណាចធំជាងព្រះហើយអាចយកឈ្នះព្រះបានដែរអ្វីដែលសាតាំងអាចយកឈ្នះបានត្រឹមតែធ្វើឲ្យព្រះឈឺចិត្តប៉ុណ្្នឹងឯងហើយអ្វីដែលសាតាំងអាចធ្វើឲ្យព្រះឈឺចិត្តបានគឺវាផ្ដួលមនុស្សដែលហៅថាគ្រីស្ទបរិស័ទនេះដែលព្រះគ្រីស្ទបានស្លាប់ជំនួសហើយបានទិញយកមកដើម្បីឲ្យធ្លាក់ទៅជាមួយវាយល់វិញចង់និយាយអត់ដើម្បីឲ្យខ្ញុំហើយលោកណាបងប្អូនបានខ្លាចជាគ្រីស្ទបរិស័ទព្រះគ្រីស្ទបានយកកំណត់ជំនួសព្រះគ្រីស្ទបានប្រគល់រូបអង្គឲ្យគេមាក់ងាយវាធ្វើបាបដាល់តបស្ដាប់ព្រះគ្រប់ទាំងស្នាមចំស្នាមរំបុះរហូតដល់ជីវិតផ្ទាល់ព្រះអង្គបង់ថ្លៃដើម្បីទិញយើងយកមកធ្វើជារបស់កំណាន់របស់ព្រះអង្គបាទវាប្រៀបឲ្យដូចជាអីគេឥឡូវ imagine លោកអ្នក
មើលឃើញម៉ូតូមួយល្អឬឡានមួយដ៏ល្អហើយលោកអ្នកបងប្អូនប៉ងប្រាថ្នាថាក្នុងមួយជីវិតហ្នឹងខ្ញុំត្រូវខំប្រឹងរកលុយធ្វើការដើម្បីទៅទិញរបស់មួយហ្នឹងឥឡូវយើងសម័យបាននឹងវិញស្រាប់តែយើងថ្ងៃមួយឱកាសមកដល់យើងទិញវាបានហើយយល់ទេបាទយើងទិញវាបានហើយយើងកំពុងតែស្រឡាញ់ប៉ុន្តែខ្មាំងសត្រូវរបស់ផងយើងមកដល់យ៉ាងមិនដែរបាទយកដបងទៅវាយបំបែកធ្វើឲ្យខូចធ្វើឲ្យខាតអស់តិចអត់ទៅបាទហើយយ៉ាងមិនដែរហើយយើងមានអារម្មណ៍យ៉ាងម៉េចស្ដាយសំណោះសោកស្ដាយឈឺចិត្តដែរហេតុអីពីព្រោះជារបស់សែនស្រឡាញ់ហើយអស់ញើសឈាមមិនដឹងប្រមាណដើម្បីទិញមកហើយស្រាប់តែគេត្រូវបំផ្លាញតែមួយវិនាទីយើងក៏មិនអាចធ្វើអីគេកើតទៀតឈឺចិត្តទេអរិយដឹងហើយទីបញ្ចប់នៃការបោះបោវានឹងធ្លាក់បឹងភ្លើងអរិយដឹងហើយវាអាចយកឈ្នះព្រះបានទេអរិយអាចទៅបញ្ឈឺចិត្តព្រះបាទទី1វាព្យាយាមខាត់អស់ពីចិត្តដើម្បីឲ្យដំណឹងល្អចូលទៅកាន់មនុស្សដើម្បីកុំឲ្យគេបានសង្គ្រោះទី2វាព្យាយាមអស់ពីចិត្តដើម្បីការពារអ្នកដែលជឿព្រះហើយកុំឲ្យរីកចម្រើនរូតលាស់នៅក្នុងព្រះឬក៏វារកវិធីសពបែបយ៉ាងដើម្បីផ្ដួលអ្នកនឹងឲ្យដើរចាកចេញពីឬបោះបង់ដំណឹងល្អចោលចឹងហើយបើព្រះកាពីប្រាប់ថាវាដើរទាំងកវែលហើយកហឹមកវែលហើយកហឹមដើម្បីអីគេលោកអ្នកបងប្អូនដែលឃើញសឹងកហឹមវានៅធម្មតាវាមិនដែលកហឹមទេនៅពេលដែលសឹងចាប់ដើមកហឹមមានន័យថាវាមានចេតនានឹងសម្លុតដៃគូមកខាងទៀតត្រូវអត់តើវាស្លុតឯណាគឺវាស្លុតមនុស្សដែលនៅក្នុងការការពារនេះបាទពីព្រោះហេតុអីចងចាំអ្វីដែលវិសេសជាងគេនៅក្នុងមនុស្សសូម្បីតែរកប៉ះអត់បានទេសូម្បីខ្មោចពីបិសាចក៏ប៉ះអត់បានដែរសូម្បីអំពើអំព័ន្ធក៏ប៉ះអត់បានដែរគឺដួងចិត្តរឹងមាំព្រោះដួងចិត្តជាទ្វារអញ្ចឹងហើយបានមុនពេលបាទពេលដែលអរិយចង់ទៅធ្វើបាបអ្នកណាមួយក្នុងនាមជាខ្មោចវាធ្វើហេតុអីបានវាខំប្រឹងមិនបើវាមិនច្បាច់កយើងវាអត់បាយខ្មាត់ទេលើកលែងតែវាធ្វើឲ្យយើងភ័យខ្លាចហើយស្លុតសិនពីព្រោះនៅពេលដែលយើងភ័យយើងខ្លាចយើងស្លុតមានន័យថាយើងបានបើកទ្វារផ្ទះនៃព្រលឹងរបស់យើងចំហហើយវាអាចចូលទៅ attack បានគ្រប់ពេលនេះគឺជាបាទអរិយធ្វើអីគឺមានគោលការណ៍ច្បាស់លាស់យល់អ្វីខ្ញុំចង់និយាយអត់នេះបើអត់យល់អត់អាចរស់ក្នុងសង្គ្រាមខាងវិញ្ញាណបានទេពីព្រោះអ្នកជាកងទ័ពហើយអ្នកកំពុងតែនៅក្នុងលានដ្ឋាននៃការពារអញ្ចឹងហើយបានវាក្រហឹមចង់ដឹងថាអ្នករឹកមាំប៉ុណ្ណាលោកនេះចាំសង្គ្រាមយេរីខូទេហេតុអីបានជាព្រះបង្គាប់ឲ្យយូស្វេយកទាហានខ្លាំងពូកែឲ្យរឹងមាំបើគ្រាន់តែដើរមកជុំម្ដងសោះគីឌៀនក៏ដូចគ្នាតើគីឌៀនមានបានតែសម្រាប់ពួកអាម៉ាឡេកទេគ្មានទេពីទោះបើទៅសម្រាប់គេតើអ្នកយកវិធីណាទៅសម្រាប់ដែលមានចំនួនដូចជាខ្សាច់នេះហើយគីឌៀនមានកងទ័ពតែ300នាក់ទេចន្លោះមានត្រែមានក្អមមានតែគ្មានដាវទេសំបីតែគីឌៀនផ្ទាល់ក៏អត់មានដាវដែរយកអី300នាក់ទៅសម្រាប់គេតើគេឈ្នះដោយរបៀបណាម្ដងហើយម្ដងទៀតនៅពេលដែលព្រះជ្រើសរើសកងទ័ពបងថារើសអ្នក
ដែលក្លាហានមិនមែនមនុស្សកំសាកទេទោះបីជាគ្រាន់តែយកទៅគោះក្អមបើអ្នកអត់ក្លាហានទេបាទក្អមដែលមានកម្រាស់ដ៏ស្ដើងបំផុតអ្នកប្រកាសជាគោះអត់បាយទេពីព្រោះអ្នកគ្មានកម្លាំងដៃនឹងលើកដបងដើម្បីគោះវាឡើយបើអ្នកអត់មានសម្លេងក្លាហាននៅពេលដែលអ្នកឈរនៅចំពោះមនុស្សរាប់រយលានអ្នកគ្មានសម្លេងចេញពីបំពង់កទេត្រូវអត់អញ្ចឹងកុំមើលងាយថាគ្រាន់តែគោះក្អមពិបាកអីត្រូវបើអ្នកគោះក្នុងកន្ទប់អ្នកមិនពិបាកទេក៏ប៉ុន្តែអ្នកគោះនៅចំពោះខ្មាំងសត្រូវដែលមានចំនួនដូចទីខ្សាច់វាមិនស្រួលឡើយចឹងហើយបានព្រះសុកចិត្តចោលជិត 40000 នាក់យកតែ300 នាក់ឯងពីព្រោះ 30000 ជាងទៀត unqualified គ្មានគុណភាពយកមកប្រើទេយល់អញ្ចឹងអរិយកហឹមដើម្បីចង់ដឹងដួងចិត្តអ្នកណារឹងមាំឬមិនរឹងមាំកាលណាតែយើងអត់រឹងមាំឮសំឡេងកហឹមយើងភ័យយើងខ្លាចយើងញ័រជង្គង់យើងស្លុតអរិយដឹងច្បាស់ថាអាកូននេះងាយញិចបាទវាអត់ស្គាល់សិទ្ធទេវាអត់ស្គាល់អំណាចទេវាអត់ស្គាល់ខ្លួនវាជាតិណាទេបាទវាគ្រាន់ជាកូនចៃវាមិនមែនជា mighty man ទេលោកអ្នកបងចាំទេពេលដែលព្រះត្រាស់ហៅគីឌៀនពេលនោះគីឌៀនភ័យគីឌៀនខ្លាចសំបីតែស្រូវខ្លួនឯងទៅច្រូតមកក៏យកទៅបោកហើយកិនបាទធ្វើជាងកនៅក្បែរកលៀតថ្មដែរខ្លាចគេខ្លាចខ្មាំងសត្រូវក៏ប៉ុន្តែមនុស្សបែបហ្នឹងព្រះហៅថាអោអ្នកក្លាហានអោអ្នកពូកែហើយក្លាហានយើងសួរថាចំណុចណាដែលបញ្ជាក់ប្រាប់ថាក្លាហានចំណុចក្លាហានគឺគីឌៀនហ៊ានដឹកនាំកងទ័ពតែ300ទៅទាស់ជាមួយគេនឹងខ្សាច់ដូចមាត់សមុទ្រអាហ្នឹងឯងគឺជាចំណុចក្លាហានមិនមែនការសម្លាប់មនុស្សទេអាមែនបើអ្នកជាកងទ័ពម្នាក់ត្រូវបានយូស្វេជ្រើសរើសឲ្យដើរជុំវិញក្រុងយេរីកូមិនបាច់ធ្វើអីទេសូម្បីតែមាត់ក៏មិនបាញ់និយាយដែរគាត់ទៅស្លៀកពាក់កងទ័ពហើយដើរដល់ក្លាហានអត់ភ័យអត់ខ្លាចកាត់ក្រុងយេរូសាឡឹមកាត់កំផែងក្រុងយេរូសាឡឹមមកជុំម្ដងហើយមកដេកផ្ទះទៅអ្នកថាអូស្រួលសឹងអីហ្នឹងការងារហ្នឹងក៏ប៉ុន្តែអត់ស្រួលទេពីព្រោះហេតុអីពីព្រោះនៅលើកំផែងនោះមិនមែនចាបទេគឺសិតតែកងទ័ពរបស់ផងពួកអីគេបាទរបស់ផងពួកយេរីកូដែលសុទ្ធតែជាមនុស្សថ្មីដៃជំនាញលំពេងក៏មានដាវក៏មានព្រួញក៏មានបាទខែលក៏មានហើយគេនៅពីលើនេះ8 9 ម៉ែត្រអ្នកមិនអាចប៉ះពាល់គេបានទេតែគេអាចបាញ់អ្នកបានគ្រប់ពេលតែអ្នកក្លាហានទេអញ្ចឹងខកពីមួយហ្នឹងវាបានបង្ហាញយើងនៅ many aspect នៅរឿងនៅទិដ្ឋភាពរឿងជាច្រើនក្រៅពីបង្ហាញប្រាប់ថាអ្នកមានអំណាចរបស់ព្រះការពារបានបង្ហាញប្រាប់ថាអរិយដែលជាខ្មាំងសត្រូវអ្នកវាជាបុគ្គលមួយដែលមិនចេះបោះបង់រកចំណុចខ្សោយអ្នកហើយរកចំណុចខ្សោយអ្នកម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបាទពេលខ្លះវារកចំណុចខ្សោយអ្នកបានវាឆ្លៀតក្រហមដើម្បីចង់មើលប្រតិកម្មរបស់អ្នកហេតុអីលោកអ្នកបងចាំទេនៅក្នុងព្រះគម្ពីរនៅពេលដែលពួកបាប៊ីឡូនចូលមកវាយក្រុងយេរូសាឡឹមគេវាយអត់បែកទេដោយសារកំផែងក្រាស់ពេកក៏ប៉ុន្តែគេពាត់ពីក្រៅធ្វើឲ្យប្រជាពលរដ្ឋស្ដេចមន្ត្រីនៅសេនាបតីភ័យខ្លាចនៅពេលដែលពួកគេភ័យខ្លាចមានកាយកើតឡើងពួកគេចោះកំផែងពីក្នុងត្រូវអត់ពួកគេនាំគ្នាយកដែក
បាទយកទៅចោះកំផែងឲ្យមានប្រហោងមិនអ្នកខាងក្រៅចោះទេគឺអ្នកខាងក្នុងទីក្រុងជាអ្នកចោះដើម្បីរត់ចេញទៅក្រៅហើយពួកអបេឡូនចូលតាមប្រហោងនោះឯងអរិយកំហឹមដើម្បីឲ្យគេឲ្យអ្នកភ័យដល់ពេលអ្នកភ័យអ្នកថៃទ្រង់តូចដល់អត់សុវត្ថិភាពទេអញចោះរត់នឹងច្បាច់បាទត្រឡប់មកវិញខ្ញុំបាននិយាយហើយសេចក្តីអធិប្បាយមួយនេះវាគឺជាការច្រោះនៅបទពិសោធន៍នៃជីវិតនៅក្នុងការបម្រើនិងការដើរមួយព្រះហើយខ្ញុំសួរដដែលរាប់មិនអស់តាមពិតសេចក្តីអធិប្បាយនេះគឺជាមេរៀននិយាយលើកទឹកចិត្តគ្នារវាងខ្ញុំយូសែបហើយនិងម៉ារីនៅពេលដែលយើងជិះឡានតាមពិតខ្ញុំត្រៀមសេចក្តីអធិប្បាយផ្សេងទេហើយព្រះប្រាប់ថាយកនឹងទៅអធិប្បាយលើកទឹកចិត្តគេបំជឿហៅពីណាបាទម៉ារីយកមីក្រូមកនិយាយតិចមើលតើអ្វីដែលលោកគ្រូនិយាយនឹងពិតអត់ហើយចាអរគុណព្រះអង្គនេះគឺជារឿងពិតដែលព្រោះតែពួកយើងបានទៅទិញអីវ៉ាន់សម្រាប់កាមេរ៉ាពេលហ្នឹងគឺជាពេលដែលបដូរកាមេរ៉ាថ្មីតែម្ដងពេលដែលយើងជិះតាមឡានហ្នឹងក៏ឆ្ងល់រឿងមួយយ៉ាងដែលនៅពេលដែលយើងធ្វើការបម្រើដល់ព្រះជាអម្ចាស់យើងក៏គិតឆ្ងល់ថាមនុស្សយូរទៅដើរជាមួយព្រះអង្គយូរទៅចេះតែបាក់ទឹកចិត្តចេះតែខូចចិត្តដើរគ្នាច្រើនយូរទៅបាត់គ្នាអស់លីងយករហូតដល់សល់តែម្នាក់ឯងក៏មានដែរអញ្ចឹងនេះគឺជាអ្វីដែលយើងបានសន្ទនាគ្នាហើយបន្ទាប់មកក៏ព្រះបានបញ្ជូនសារមួយទៅកាន់លោកគ្រូតែម្ដងបាទហើយពេលនោះខ្ញុំថាម៉េចខ្ញុំថាព្រះអង្គប្រាប់ថាខ្ញុំអធិប្បាយទឹកហ្នឹងបាទនឹងជាហេតុផលអញ្ចឹងបានជាបងប្អូនត្រូវស្ដាប់ហើយយកចិត្តទុកដាក់ហើយយកទៅមើលខ្លួនឯងបាទខ្ញុំនិយាយឡើងវិញដើម្បីឲ្យយើងអាចឈរជាប់រហូតដល់ថ្ងៃចុងក្រោយហើយរក្សាជំនឿយ៉ាងរឹងមាំរហូតដល់ជួបអង្គមកទល់មុខតលតែយើងមានចិត្តបរិសុទ្ធពេលដែលយើងជឿពេលដែលយើងដើរហើយនៅក្នុងពេលដែលយើងរស់នៅក្នុងជំនឿអ្វីដែលយើងគិតឋានសួគ៌អ្វីដែលយើងគិតនគរព្រះហើយសម្លឹងទៅឥតងាកឆ្វេងងាកស្ដាំបើមិនអញ្ចឹងទេតែលោកអ្នកបងប្អូនចាប់ផ្ដើមដើរចូលក្នុងនគរព្រះក្នុងពេលដែលអ្នកបងប្អូនដើរលោកអ្នកបងប្អូនមានគោលបំណងផ្សេងគោលបំណងផ្សេងហ្នឹងហើយវាជាចំណុចខ្សោយដែលផ្ដួលអ្នកកំពុងតែដើរសប្តាហ៍កលេចទៅឃើញស្រីស្អាតសប្តាហ៍កលេចទៅឃើញឡានទំនើបកលេចទៅឃើញផ្ទះវិឡាកលេចទៅឃើញនេះកលេចទៅឃើញនោះធ្វើឲ្យយើងមានការប៉ុនប៉ងតើបានទេដល់ពេលយើងធ្វើឲ្យយើងមានការប៉ុនប៉ងយើងចង់បានដែរអញ្ចឹងយើងនៅតែបន្តដើរក្នុងជំនឿអញ្ចឹងប៉ុន្តែដួងចិត្តយើងលែងសុទ្ធហើយពីព្រោះយើងទៅបដាយើងបំរើព្រះបដាយើងរៀបចំគម្រោងផែនការដើម្បីយកផ្ទះនឹងបដាយើងដើរបដាយើងមានគម្រោងផែនការដើម្បីនឹងធ្វើម៉េចចូលទៅគៀកស្រីស្អាតនឹងបដាតើបានទេកន្លែងនេះអានឹងវាជាចំណុចខ្សោយវាជា sport បាទ live ដែលលេគេពេលខ្លះយើងអត់ដឹងខ្លួនទេពេលខ្លះយើងអត់ fully pay attention ទេក៏ប៉ុន្តែគ្រាន់តែយើងចាប់ផ្ដើមមានគិតនឹងវាជាចំណុចខ្សោយរួចហើយបើយើងមិនស្រូតបិទទេបាទគឺអីគេអរិយនឹងចូលទៅហើយចាប់ផ្ដើមផ្ដួលយើងទាញយើងចេញពីការបម្រើទាញយើងឲ្យធ្លាក់ទៅក្នុងសាច់ឈាមទាញយើងបាទទៅក្នុងរឿងជាច្រើនការពិតបាទពេលដែលគ្រីស្ទបរិស័ទចាប់ផ្ដើមលឺដំណឹងល្អហើយជឿបងដំបងគេចាប់ផ្ដើមជឿដោយដួងចិត្តស្មោះត្រង់ pure heart គេបម្រើព្រះដោយដួងចិត្តស្មោះត្រង់បាទក៏ប៉ុន្តែនៅពេលដែលទៅយូរទៅអ្នកខ្លះដូចជាកបិតចឹង
ចាប់ផ្ដើមរិចរិលពីព្រោះខានសលៀងយូរហើយក៏បំណងប្រាថ្នារបស់លោកីបានចូលមកបាទផងដែរអញ្ចឹងគេភ្លេចអាទិសដៅដែលគេជឿគេភ្លេចអាទិសដៅដែលគេទៅហើយតែក្នុងនាមគេជាអ្នកជឿក្នុងនាមគេជាពួកបរិសុទ្ធក៏ប៉ុន្តែការប៉ុនប៉ងរបស់គេ full attention របស់គេលោកីសុទ្ធហេតុអីមកគេដួលកាត់នេះគឺជាការបាទលោកអ្នកបងអញ្ចឹងហើយបានជាព្រះរំលឹកដាស់តឿននេះថាម៉េចហៅជាច្រើនប៉ុន្តែរើសបានតិចអាចរើសបានតិចហ្នឹងអាហ្នឹងគឺចូលឋានសួគ៌មិនហៅជាច្រើនតែចូលបានឋានសួគ៌ទេអញ្ចឹងហើយបានជាព្រះទុកឲ្យពេលវេលាយើងបបោដើម្បីកាលណាបើយើងទៅឋានសួគ៌យើងទៅដោយមោទកភាពពីព្រោះយើងមានវីរភាពហើយបើយើងធ្លាក់ចុះយើងធ្លាក់ដោយអស់ចិត្តពីព្រោះអញទុកពេលឲ្យឯង40ឆ្នាំហើយតែឯងហ៊ានមិនចេះនៅក្នុងពេលដែលខ្ញុំចាប់ផ្ដើមសិញ្ជឹងគិតព្រះរំលឹកប្រាប់ខ្ញុំនៅរឿងជាច្រើនព្រះអង្គថាម៉េចកុំភ្លេចពេលដែលអេលីយ៉ាចាប់ផ្ដើមអធិដ្ឋានទៅព្រះដើម្បីសុំឲ្យមានភ្លៀងបន្ទាប់ពីរាំង3ឆ្នាំកន្លះលោកឃើញពពកតែប៉ុនបាត់ដៃទេបងក៏ប៉ុន្តែក៏មើលងាយពពកប៉ុនបាត់ដៃបាទពពកប៉ុនបាត់ដៃយ៉ាងម៉េចដែរវាអត់ទៅប៉ុនបាត់ដៃមិនយូរប៉ុន្មានវានឹងរីកពេញផ្ទៃមេឃហើយធ្លាក់ភ្លៀងឡើងជន់បាទហើយព្រះក៏រំលឹកខ្ញុំផងដែរបឹងម៉ារៀមដ៏ធំបាទដែលគេបឹងនៃទឹកល្វីងបន្ទាប់ពីជនជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហមបន្សាបបានដោយសារតែឈើមួយដើមបាទហើយបើសិនជាយើងគិតយើងមើលទៅអត់មានពាក្យកូនឈើទេក៏មិនមែនជាកំណាត់ឈើដែរព្រះគម្ពីរប្រាប់ថាព្រះអង្គឲ្យម៉ូសេឃើញឈើមួយដើមហើយលោកបោះទៅក្នុងទឹកបោះបានតើឈើនឹងតូចមិនមែនឈើធំទេពីព្រោះមនុស្សមិនអាចដកដើមឈើមួយដើមបោះបានគាត់មិនមែនយៈទេបាទហើយជាមួយគ្នាចឹងមិនដែរនៅក្នុងជនកណនីពេលដែលមនុស្សបះបោតនឹងព្រះជាម្ចាស់ចឹងមិនគេគ្រាន់តែសម្លឹងមើលទៅកាន់ពោះភ្លើងគេក៏បានជាពីពឹសរបស់គេបាទដូចគ្នាផងដែរព្រះយេស៊ូវមានបន្ទូលក្នុងម៉ាថាយចំពោះ13ថាម៉េចក្របពូជដ៏ទូចបាទវាអត់នៅទូចទេប៉ុន្តែវាបាទធ្លាក់ចូលទៅក្នុងដីវាកើតផលទៅជាដើមឈើដ៏ធំដែលសំបីតែសត្វក៏អាចទុំវាបានដែរបាទនេះគឺជាការពិតបាទទ្វារដ៏តូចបើសិនជាអូតព្យាយាមត្បុលវាគង់តែចូលបានដូចគ្នានេះគឺជាការពិតលោកនេះនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក7ហេតុអ្វីក៏ព្រះភ្ជាប់ខ12ជាមួយនឹងខ13ហើយខ14បើយើងមើលបរិបត្តិស្ទើរតែវារឿងផ្សេងគ្នាខ13និងខ14ព្រះអង្គថាម៉េចឲ្យចូលតាមទ្វារចង្អៀតត្បិតទ្វារដែលនាំទៅសេចក្តីហិនវិនាសធំហើយទូលាយក៏មានមនុស្សជាច្រើនបានចូលតាមទ្វារនោះតែទ្វារដែលនាំទៅឯជីវិតនោះតូចហើយចង្អៀតក៏មានមនុស្សតិចណាស់ដែលចូលតាមទ្វារនោះទ្វារតូចមិនប្រកាសជាតូចបាទព្រោះទ្វារតូចនៅកន្លែងនេះមិនមែនសំដៅទៅលើផ្លូវចូលដ៏តូចទេប៉ុន្តែសំដៅទៅលើអីគេសំដៅទៅលើទ្វារមួយដែលមនុស្សមិនជ្រើសរើសដើម្បីដើរទៅមែនប៉ុន្តែមុនពេលចូលដល់ខ13 14ព្រះគម្ពីរប្រាប់ថាអស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួននោះត្រូវតែប្រព្រឹត្តនឹងគេត្បិតនេះឯងជាក្រឹតវិន័យហើយជាសេចក្តីទំនាយបរាពេលខ្លះលោកអ្នកបងនៅពេលដែលលោកអ្នកបងអានព្រះបន្ទូលលោកអ្នកបងគិតថារឿងនឹង apply ចំពោះតែមនុស្សនឹងមនុស្សឯង
តែចង់ចាំពាក្យបើចិនបើស្ដាច់ធ្វើខុសមានទោសដូចរាជកពីទាំងឡាយច្បាប់ទាំងឡាយដែលមានក្នុងព្រះគម្ពីរនេះមិនមែនជារដ្ឋធម្មនុញ្ញដែលចែងសម្រាប់តែយើងទេវាជាផ្នែកនៃព្រះគម្ពីរទាំងមូលនៅឋានសួគ៌ហើយច្បាប់នេះអនុវត្តទាំងមនុស្សទាំងទេវតាហើយទាំងព្រះអាមែនបាទនេះជាការពិតអញ្ចឹងហើយបានជាអីគេបានជាខ្ញុំឧទាហរណ៍ព្រះគម្ពីរប្រាប់ថាម៉េចឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ច្បាប់នឹងប្រាប់ថាម៉េចកាលណាមានបាបអ្នកឯងត្រូវតែស្លាប់ច្បាប់ហ្នឹងមិនមែនមានឥទ្ធិពលសម្រាប់តែយើងទេច្បាប់នេះគឺជាច្បាប់សម្រាប់ឋានសួគ៌ទាំងមូលហើយសូម្បីព្រះយេស៊ូវក៏ត្រូវគោរពច្បាប់នេះដែរហេតុផលដែលព្រះអង្គគោរពច្បាប់នឹងហើយបានព្រះអង្គមកយករូបភាពជាមនុស្សពីព្រោះបើមនុស្សគ្រប់គ្នាមានបាបត្រូវស្លាប់បើយើងធ្វើបែបគណិតវិទ្យាវិញអញ្ចឹងមនុស្សអត់បាបគឺអត់ស្លាប់ត្រូវអត់ត្រូវឬអត់មនុស្សមានបាបស្លាប់អញ្ចឹងមនុស្សអត់បាបមិនបាច់ស្លាប់ទេមែនអត់សំណួរបន្តតើធ្វើម៉េចឲ្យមនុស្សអត់បាបមានតែព្រះដែលអត់បាបមកទទួលបាបជំនួសយើងដើម្បីឲ្យអ្នកមានបាបត្រឡប់ទៅជាអត់បាបនោះហើយដែលព្រះគ្រីស្ទយើងមកយកភាពជាមនុស្សហើយស្លាប់ជំនួសយើងតើព្រះគោរពច្បាប់នឹងអត់ព្រះគោរពអញ្ចឹងខ12នេះអស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនោះអ្នកត្រូវប្រព្រឹត្តនឹងគេដូចនេះដែរបងថាបើចង់ឲ្យគេនិយាយល្អយើងត្រូវនិយាយល្អទៅកាន់គេចង់ឲ្យគេសប្បុរសត្រូវសប្បុរសទៅកាន់គេចង់ឲ្យគេបាទគិតត្រឹមត្រូវពីយើងត្រូវគិតត្រឹមត្រូវពីគេប្រហែលជាពេលខ្លះយើងថាអូច្បាប់នឹងសម្រាប់តែមនុស្សនោះខុសហើយច្បាប់នេះគឺជាច្បាប់របស់ឋានសួគ៌ហើយច្បាប់នេះក៏ជាច្បាប់មួយដែលមានឥទ្ធិពលនៅក្នុងទំនាក់ទំនងអ្នកជាមួយព្រះដែរអ្នកចង់ឲ្យអ្នកជាមនុស្សកំណាន់របស់ព្រះត្រូវអត់អ្នកជាមនុស្សជាទីសព្វហាតីរបស់ព្រះជាម្ចាស់អ្នកជាមនុស្សដែលនៅក្នុងប្រតិយរបស់ផងព្រះដែលទាំងយប់ទាំងថ្ងៃគ្រប់ពេលវេលាព្រះនឹកចាំពីអ្នកគិតពីអ្នកយល់ទេឲ្យពរអ្នករាប់អ្នកជាសំខាន់ត្រូវអត់អ្នកណាក៏ចង់បានអញ្ចឹងដែរក៏ប៉ុន្តែហើយសួរថាចង់បានអញ្ចឹងខុសអត់ខុសទេខុសត្រង់ថាបើអ្នកចង់បានអញ្ចឹងអ្នកត្រូវធ្វើអញ្ចឹងដាក់ព្រះមុនអ្នករាប់ព្រះជាព្រោះកំណានរបស់អ្នកមកគិតពីព្រះអង្គទាំងយប់ទាំងថ្ងៃគ្រប់ពេលវេលាបាទធ្វើមិនរកវិធីដើម្បីបំពេញប្រតិយរបស់ព្រះអង្គអ្នកយកព្រះជាប្រុសកំណានមុនមកព្រះអង្គនឹងយកអ្នកធ្វើជាស្រីកំណានដូចគ្នាយល់វិញខ្ញុំចង់និយាយអត់ពូព្រះកពីប្រាប់ចង់ឲ្យគេប្រព្រឹត្តយ៉ាងម៉េចត្រូវប្រព្រឹត្តអញ្ចឹងហេតុអីអ្នកចង់ឲ្យព្រះស្រឡាញ់អ្នកក្នុងពេលអ្នកអត់ស្រឡាញ់ព្រះត្រូវអត់ច្បាប់អនុវត្តគ្រប់សម្រាប់មនុស្សគ្រប់គ្នាកុំយល់ថានេះគឺជាច្បាប់របស់មនុស្សអត់តាក់ទងនឹងព្រះអូព្រះជាព្រះដែលពេញដោយក្តីស្រឡាញ់ទោះបីជាខ្ញុំពីលណាថាបាទធ្វើជាកូនព្រះហើយពីលណាថាអាហាភិសបាទក៏ព្រះអង្គនៅតែស្រឡាញ់ខ្ញុំបើសិនជាអ្នកជាកូនណាម៉ែអ្នកក៏អត់ពិបាកស្រឡាញ់អ្នកផងក្នុងពេលដែលអ្នកមានអត្តចរិតបែបហ្នឹងបើម៉ែអ្នកដែលបង្កើតអ្នកមិនស្រឡាញ់អ្នកផងព្រះក៏ពិបាកស្រឡាញ់អ្នកដែរប្រហែលអ្នកជាម៉ែឪថាកូនខ្ញុំពីលណាថាយ៉ាងម៉េចក៏ដោយបាទនិយាយមិនស្ដាប់យ៉ាងម៉េចក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់វាលើកដៃបើអ្នកអាចធ្វើបានអ្នកខ្លាំងជាងព្រះទៅទៀតត្រូវកាត់ទឹកមិនដាច់កាត់សាច់មិនបាននៅតែឲ្យវាចូលផ្ទះនៅតែឲ្យបាយវាញ៉ាំអញ្ចឹងក៏ប៉ុន្តែបើនិយាយពីក្តីស្រឡាញ់ខ្ញុំអត់ជឿទេអ្នកគ្រាន់តែអាចវិសេសជាងអ្នកដទៃដែលមិនមែនជាម្ដាយត្រូវអត់នេះជាងត្រូវគិត
Chẳng hai ban chỉ kho đập pi năng việc chộp mà chỉ muốn kho đập bay đập buôn lúc này bà khi một tia hòm mùi muôn pe đàn bắn tỏ thì miến rú phiếp trong trường chỉ trán tại khi để dây bị trong trường để cai lang không sập ta nhưng bọn dây bị chung cái đấy cứ xa mùi đi cai lang pi sợi trai mềm mai chấm na mình nè đã tụt tua đầm năng o chỉ chôn chết không ai tên nơi kẹo bữa téo bà còn không prang chưa không prang cao khai không prang sờ lạnh hơi còn nom đầm năng lo mà cắn côn on sọc mày bà hơiอย่างmấy côn nó bỏ phong quạt tăng o cái chưa bỏ ăn chạy tăng o là hôm đó mà chấm non pi chấm non cái chưa bữa có bàn tay nở pel tay nè để non mà ở chỗ cửa sàn năng mặt slap bát bà muốn tăng slap tiết tại còn nó bị lật tập hòn mình toàn chênh dương mưa côn quạt mưa trái quạt hạ bấy đôi chia sẻ lạnh bè rõ pe cua bà ăn tí bài cứ cắt ra mình chung một bịa có bàn tay không pel đại quạt sầm đại bài giang chân cồn say rồi bỏ quạt bà đại chỉ dụ chân bỏ bè bịa sập taยังไม่ได้đại cặp pung ra sờ lạnh bè bầm ra bèก็ถ้ากลมสลายปีบ่าทั้งอาทิตย์เนี่ยสลามีนสกรรมเพียบตะเกียบห้องบ่ากลมรอบอันมัดแพะจิกรีบ่อสัตว์ปีจะรอบอันลูกไก่พองเหตุไอ้ปีปลุกกอดกึศถ่าโกนใส่ดอกซอสอาระบอกกอดบ่าbà sân trường ngục ngôn ta đang đầm năng o mình riêng sâu bà mình trap mình riêng mình miên mất phẹ chỉ môi này chưa tê mình ai khai từ trên ạ thông mình ai ở đây bàn là o mình ai ở thần nạ bон xã tuôn tì trên vì cái ham khọt nó đau mà cào tờ bốn ham đi yu bằng co lại cái nạ đập côn từ tiệt từ được luôn này tờ bốn bà ham cô mà đau mà cào và tọ bao đập nó côn từ luôn này và tim chọc được mấy cứ xa nữa này là hốt mà đó thay đi khai chơi cứ xa ê tía bà tài phụ cho nông sập ta khi ăn gì phụ cho nông sinh bà hỏi cứ xa bà lục dây môi bà đại trần group kia đăng lư sờ lanh thạc quát chỉ nè sờ lanh group có khai kìa phụ bông quát côn trai quát sư tự đu từng ngõ trình biến đầm năng lọ đòi sang tại kia bà đòi xa tay côn nừng trăng rồi bỏ quát bà bê để cái lư kia từ tua đầm năng lọ kia từ tua để trăng smart tại cõi mau kịp flick thay đây bằng cái chữ pre kịp flick cô đang để cái từ hãy tiếp bình chọn kịp con tè để xa chùm nưa bài sạt na ở vậy thì cái chọn bán cứ lục cây trên bìa vậy để cái chọn bán này chẳng mấy đại cái thua rương chỉ chẳng bạn hãy để tiếp bình chọn bạn ba play giang từ ly đâm bài ở đây tự attack chỉ vật bọc kì chẳng hạn bạn chìm gì bạn nè khai tiết xu thôi cho chưa pre nó còn là pong và thà tinh ten nó khỏi còn pong và thà trong miền lan chi nó khỏi còn pong và thà trong bà miền phe là yes nó khỏi ọt khó tì ọt khó lai bởi nè thoại phèn can từ pre hai tục chật preเอาปองจีน่ารีบจอมแต่ตามเปลปองเอาปีนาก็ขยมตกชัดบ่าเฮ้ยยังไม่เปรี้ยเอาก็ขยมเนยแต่สลังเปรี้ยเปรี้ยมันเอาก็ขยมเนยแต่สลังเปรี้ยพี่ปูปองดังจิตกุตงพี่อัดข้อที่พี่บ่าเฮ้ยเบอร์เนี้ยทั่วจังเนี้ยมันบานยกเปลระบอนเนี้ยกลุ่มนึดระบอนเนี้ยปรัชญาระบอนเนี้ยบ่าhai nâng ấy kì bác play ao từ ly đâm bay nâng tới
ធ្វើដូចជាលោកីដែលគេធ្វើនេះគឺជាភាពខុសគ្នាអាមែនបាទខ្ញុំអត់មាននិយាយថាជឿព្រះអត់មានការប៉ុនប៉ងទេប៉ុន្តែតើអ្នកតម្កល់ការប៉ុនប៉ងនៅក្នុងចំណុចណាទុកចិត្តព្រះថ្វាយទៅព្រះពេលណាពេលហ្នឹងខ្ញុំអត់ខ្វល់ខ្ញុំនៅតែស្រឡាញ់ព្រះខ្ញុំនៅតែគោរពព្រះបម្រើព្រះកោតខ្លាចព្រះឬក៏អ្នកចាប់ផ្ដើមបន្ថយលបឿនហើយងាកទៅឆ្វេងងាកទៅស្ដាំមកទៅផ្លូវកិច្ចឬក៏យ៉ាងមិនដែរក៏រន់តែរក្សាជំនឿត្រឹមសាសនាហើយចាប់ផ្ដើមបាទបនវាធ្វើជឿកកាប់ភូតផោដើម្បីឲ្យបានលុយកុហកបោកប្រាស់បាទមិនទៀងទាត់យល់វិញខ្ញុំចង់និយាយអត់ខ្ញុំជឿថាបងប្អូនយល់បាទអាមែនហើយនេះគឺជាការមិនមែនម្នាក់ពីរនាក់ទេមកពូជបាទនេះជាការពិតបាទហើយតមកបាទលោកនេះមនុស្សជាទូទៅគិតថាស្រឡាញ់ព្រះកោតខ្លាចព្រះកោតខ្លាចព្រះកោតខ្លាចព្រះបានស្អីស៊ីបាទចង់ឲ្យខ្ញុំវេទនាក្នុងលោកីនឹងមែនអ្នកយល់ខុសហើយព្រះបើព្រះអង្គស្រឡាញ់អ្នករហូតដល់លះចោលឋានសួគ៌មកយករូបភាពជាមនុស្សដោយសារអ្នកស្លាប់ជំនួសអ្នកដាក់ជីវិតចុះដើម្បីលើកជីវិតអ្នកឡើងព្រះមិនមែនសប្បាយចិត្តឲ្យអ្នកក្រឲ្យអ្នកវេទនាទេហើយព្រះអង្គក៏មានបន្ទូលរួចហើយដែរខ្ញុំមកឲ្យអ្នកមានជីវិតហើយឲ្យបរិបូរណ៍ក៏ប៉ុន្តែទុកឲ្យព្រះធ្វើឲ្យអ្នកបរិបូរណ៍កុំទៅធ្វើបរិបូរណ៍ខ្លួនឯងក្រៅគម្រោងការរបស់ព្រះយល់អ្វីខ្ញុំចង់និយាយអត់អាមែនវាខុសគ្នាតើធ្វើឲ្យព្រះបរិបូរណ៍មិនបងថាដើម្បីឲ្យអញធ្វើឯងបរិបូរណ៍ឯងត្រូវធ្វើឲ្យខ្លួនឯងបរិបូរណ៍ជាមុនសិនបរិបូរណ៍អីគេបរិបូរណ៍ដោយនៅចំណេះចេះដឹងនឹងការកោតខ្លាចព្រះអាមែនអញ្ចឹងហើយបានជាអីគេបានជាព្រះគម្ពីរនិយាយថាម៉េចនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ33នេះបងថាម៉េចចូលស្វែងរកនគរព្រះនិងក្តីសុចរិតជាមុននឹងគឺជាការទទួលខុសត្រូវរបស់យើងដែលយើងត្រូវធ្វើឲ្យមានជាបរិបូរណ៍នៅក្នុងជីវិតយើងជាគ្រីស្ទបរិស័ទគឺសេចក្តីសុចរិតរបស់ព្រះនគរព្រះចំណេះចេះដឹងពីព្រះការបម្រើព្រះយើងត្រូវតែបរិបូរណ៍នៅពេលដែលយើងបរិបូរណ៍អានឹងអាផ្សេងទៀតព្រះអ្នកឲ្យទេលុយឡានវិឡាគ្រួសារល្អព្រះអ្នកឲ្យហេតុអីបានជាព្រះអង្គត្រូវឲ្យយើងធ្វើអានឹងបរិបូរណ៍មុនពីព្រោះដើម្បីឲ្យយើងមានគ្រឹះត្រឹមត្រូវពីព្រោះមនុស្សងាយលោភលន់មនុស្សងាយបាទចិត្តធំមនុស្សងាយធ្លាក់ក្នុងសេចក្តីល្បួងនៃការលបងលោបាទផ្ទះបើគ្រឹះមិនមាំវាអត់ឈរជាប់ទេអាមែនអញ្ចឹងព្រះអង្គឲ្យយើងសាងគ្រឹះអាមែនបាទកុំឲ្យយល់ថាបាទហើយបើសិនជាអ្នកបរិបូរណ៍ដោយដំណឹងល្អបរិបូរណ៍ដោយសេចក្តីសុចរិតនិងចរិតលក្ខណៈរបស់ព្រះថាម៉េចអស់អ្នកដែលកោតខ្លាចព្រះមិនខ្វះអ្វីដែលល្អឡើយគម្ពីរអត់ប្រឆាំងនេះទេក៏ប៉ុន្តែតើពាក្យកោតខ្លាចព្រះនោះយ៉ាងម៉េចកោតខ្លាចព្រះមិនឈរក្នុងផ្លូវមនុស្សមានបាបមិនយ៉ាងមិនដែរអង្គុយជាមួយពួកមើលងាយកោតខ្លាចព្រះដូចជាដើមឈើដែលនៅក្បែរផ្លូវទឹកដែលសេចក្ដីគិតព្រះបន្ទូលព្រះអង្គទាំងយប់ទាំងថ្ងៃកោតខ្លាចព្រះគឺជាមនុស្សដែលបរិបូរណ៍ទៅដោយសេចក្ដីសុចរិតនិងចរិតលក្ខណៈរបស់ព្រះអាមែនត្រូវអត់បាទអ្នកត្រូវបរិបូរណ៍ដោយគុណសម្បត្តិនិងតម្លៃនៃឋានសួគ៌ជាមុនបើអ្នកមិនធ្វើឲ្យនគរព្រះហើយនឹងចរិតលក្ខណៈរបស់ព្រះបរិបូរណ៍នៅក្នុងជីវិតអ្នកទេព្រះមិនអាចឲ្យអ្នកបរិបូរណ៍ក្នុងលោកីឡើយហេតុអីបើព្រះឲ្យអ្នកបរិបូរណ៍នៅក្នុងលោកីក្នុងពេលដែលអ្នកមិនបរិបូរណ៍ក្នុងនគរព្រះស្មើនឹងរុញអ្នកចេញពីនគរព្រះហើយសម្លាប់អ្នកហើយបើអ្នកមិនទាន់បរិបូរណ៍ទេបាទព្រះក៏មិនទាន់ប្រទានពរអ្នកចង់ឲ្យបរិបូរណ៍វាខុសបាទយ៉ាងមិនដែរគឺអ្នកគឺជាអ្នកសម្រេចចិត្តដើរចេញពីនគរព្រះដោយខ្លួនឯង
លោកនេះឥឡូវនេះខ្ញុំនិយាយអំពីក្មេងស្រីទាំងសងម្នាក់បាទរឿងនេះជារឿងពិតកើតឡើងនៅក្នុងស្រុកខ្មែរកើតឡើងនៅជីដែតបាទកើតឡើងនៅសម័យជំរុំជនភៀសខ្លួននៅពេលដែលឆ្នាំ79បាទរដ្ឋាភិបាលហើយនឹងប៉ុលពតចាប់ដើមវាយគ្នាប្រជាពលរដ្ឋបាទដែលអត់មានបានទទួលព័ត៌មានព្យាយាមគិតថាវៀតណាមចូលស្រុកហើយរត់ទៅព្រំដែនចង់ទៅក្រៅប្រទេសពេលដែលក៏រត់ទៅអ្នកខ្លះមានខោមកចកេះឆ្អេះខ្លួនអ្នកខ្លះស្ទើរតែគ្មានសភាជាប់ខ្លួនឬចានជាប់ខ្លួនផងអញ្ចឹងគ្នាខ្វះខាតគ្រប់បែបយ៉ាងដោយសារតែខ្វះខាតមានតម្រូវការគ្រប់យ៉ាងអញ្ចឹងហើយឲ្យតែឃើញបរទេសមកឲ្យតែឃើញអ៊ុនតាក់មកអង្គការសហប្រជាជាតិមកឲ្យតែឃើញបាទអ្នកណាមកគឺព្យាយាមរត់ទៅដើម្បីនឹងប្រាប់គេថាខ្ញុំខ្វះអីហើយសុំគេបាទនៅក្នុងពេលដែលគេនៅក្នុងពេលនោះបាទនិកាយធំហើយនឹងពន្ធកិច្ចរបស់គ្រីស្ទបរិស័ទក៏ចុះមកដែរគេយកព្រះគម្ពីរមកយកមកឲ្យផ្សាយដំណឹងល្អបាទហើយមកជាមួយនឹងអីវ៉ាន់មកជាមួយនឹងជំនួយផ្សេងមានខាងបាទកាតូលិកក៏ចូលមកដើម្បីជួយដែរបាទហើយគេក៏បានសង់រោងមួយបាទដើម្បីឲ្យគេដាក់បណ្ណាល័យឲ្យក្មេងទៅអង្គុយអានរឿងនិទានបាទអានចំណេះផ្សេងពួកគេគិតថាបាទចំណេះគឺសំខាន់បាទក៏ប៉ុន្តែក្រោយពីបណ្ណាល័យសង់ហើយមិនសូវមានក្មេងទៅទេបាទក៏ប៉ុន្តែភាគច្រើនជាមនុស្សចាស់ទៅហើយមនុស្សចាស់ទៅមិនមែនតែអានសភៅទេមនុស្សចាស់ទៅចង់រកមើលអ្នកណាអ្នកតួក៏ត្រូវដើម្បីប្រាប់គេសុំសង្កសីពីគេសុំស្លឹកពីគេសុំនេះពីគេសុំនោះពីគេបាទរហូតដល់អ្នកទទួលក៏ត្រូវកម្រហ៊ានចេញមុខមកពីព្រោះអីគេបាទវាមិនដឹងមានស្អីឲ្យគេបើគេសុំមកពីគ្នាប៉ុន្តែមានក្មេងស្រីម្នាក់បាទគ្មានឪពុកគ្មានម្ដាយរត់ទៅជាមួយគេជាមួយឯងជាមួយមីមីងមានតែជីវិតតែមួយបាទអត់មានបងប្រាថ្នាទាំងអស់គ្រាន់តែចង់មានបាយញ៉ាំហើយមានឪពុកម្ដាយដើម្បីឲ្យមានភាពកក់ក្ដៅរាល់ថ្ងៃនាងអត់ដឹងទៅណាព្រោះនៅជំរុំអត់មានការងារធ្វើនាងទៅអង្គុយនៅក្នុងបណ្ណាល័យហ្នឹងអង្គុយអានសភៅហើយមិនខ្វល់តាក់ទងមួយពីណាមិនខ្វល់ជួបពីណាអង្គុយអានសភៅរាប់ខែហើយអ្នកដឹកនាំដែលលោកឪពុកហ្នឹងតែងតែមើលតាមប្រអួចរបស់គាត់ឃើញក្មេងស្រីទៅរាល់ថ្ងៃឲ្យតែបើកបណ្ណាល័យតាំងពីបើករហូតដល់ចង់បិទទៅវិញវាអង្គុយនឹងរហូតវាអង្គុយអាននេះអាននោះហើយវាមិនដែលទៅខ្វល់តាក់ទងពីណាសង្កេតឃើញដដែលបាទយូរខែថ្ងៃមួយនៅក្នុងបណ្ណាល័យអត់មានមនុស្សណាម្នាក់សោះមានតែក្មេងស្រីម្នាក់ហ្នឹងលោកឪក៏ដើរចូលមកជួបបាទហើយកាន់តុកឈរចំពីមុខអញញឹមដាក់ក្មេងស្រីហ្នឹងហើយសួរថាកូនស្រីឪពុកបានសង្កេតឃើញយូរមកហើយឃើញកូនខុសពីអ្នកណាទាំងអស់ដែលចូលមកក្នុងកន្លែងហ្នឹងគេព្យាយាមចូលមកជួបឪគេព្យាយាមដើម្បីនឹងសុំឲ្យប្រាប់ពីសេចក្តីខ្វះខាតរបស់គេតែកូនមិនបានព្យាយាមជួបឪពុកទេហើយកូនក៏បានមានសំណពកអីតតែសោះតាំងពីឲ្យកូនមកឥឡូវហ្នឹងបើកូនសុំអីកូនខ្វះខាតអីហាមាត់ឪឲ្យភ្លាមក្មេងស្រីនឹងមើលទៅកាន់ទូឪពុកហ្នឹងហើយញឹមគេថាខ្ញុំអត់មានបងត្រាយទាំងអស់តែខ្ញុំមានសំណពរមួយតើលោកឯងឲ្យខ្ញុំបានអត់លោកឪពុកនឹងនិយាយម្ដងទៀតឲ្យតែកូនសុំឪឲ្យទាំងអស់បាទគាត់ថាតើលោកឯងធ្វើឪខ្ញុំបានអត់ពីពួកខ្ញុំម៉ែក៏គ្មានឪក៏គ្មានបងប្អូនក៏គ្មានមកទេមកមួយគេនៅពេលដែលលោកឪពុកឮសំណាហ្នឹងគាត់ស្ទើរតែស្លុតជង្គង់ទឹកភ្នែកក៏ហូរចុះមកគាត់អត់ឆ្លើយពី3នាទីបាទពីពួកគាត់រំភើបចិត្តពេកហើយបន្ទាប់មកគាត់និយាយដល់ញ៉ាំថាឪព្រមឪនឹងយកកូនធ្វើជាកូនបន្ទាប់មកអ្នកទាំងពីរក៏តំណាក់តំណងគ្នាដូចជាឪពុកនិងកូនហើយគាត់ក៏ចាប់ផ្ដើមរៀបចំឯកសារយកកូនហ្នឹងទៅ
ស្រុកគាត់បាត់ទៅចេញពីមេរៀនហ្នឹងខ្ញុំចង់ឲ្យលោកអ្នកបងសិក្សាមនុស្សទាំងអស់គ្នារត់រអើនឹងទាំងអស់គ្នាប៉ុន្តែមកក្នុងគោលបំណងផ្សេងគ្នាតើអ្នកណាដែលបានឪពុកនឹងពិតប្រាកដហើយអ្នកណាដែលត្រូវបានបំពេញសំណុំពរពិតប្រាកដមនុស្សជាច្រើនមកជាមួយផងប្រាថ្នាប៉ុន្តែសូម្បីតែជួបមុខលោកឪពុកនឹងមិនដែលបានជួបផងពីព្រោះគាត់ខ្លាចគាត់មិនដឹងថាត្រូវឆ្លើយជាមួយគេយ៉ាងម៉េចគាត់មិនថាក្មេងស្រីនឹងដែលមានចិត្តស្មោះគឺគ្រាន់តែចង់ចំណាយពេលស្ងប់ស្ងាត់ដើម្បីអាននេះអាននោះបាទស្វែងយល់ពីពិភពលោកប៉ុន្តែនៅពេលដែលលោកឪពុកនឹងមើលឃើញដួងចិត្តនាងស្មោះត្រង់គ្មានការលោភលន់គ្មានការចង់បានខុសពីអ្នកដទៃលោកជាអ្នកដើរទៅរកដោយខ្លួនឯងលោកជាអ្នកបើកឲ្យនាងសូមហើយលោកទទួលនាងជាកូននៅពេលដែលនាងជាកូននៅពេលដែលនាងបានคล้ายទៅជាកូនសួរថានាងខ្វះអីបើនាងចង់បានសង្កសីបានទេបើនាងចង់បានស្លឹកបានទេបើនាងចង់បានម្ហូបអាហារបានទេ more than that នាងបានគ្រប់យ៉ាងសេចក្តីខ្វះខាតភាពទាល់ក្រអត់មានទៀតទេសម្រាប់នាងពីព្រោះឥឡូវនេះនាងคล้ายជាកូននៃអីគេសង្ឃមួយដែលមានឥទ្ធិពលហើយដែលលោកមានអ្វីគ្រប់យ៉ាងនោះហើយដែលខ្ញុំប្រាប់លោកអ្នកបងយើងនៅរស់យើងតែងតែមានបំណងប្រាថ្នាយើងតែងតែចង់ឲ្យខ្លួនយើងបានស្រួលបានសំណុកយើងតែងតែចង់មានផ្ទះនៅចង់មានម៉ូតូជិះអត់ខុសទេក៏ប៉ុន្តែសូមយកអានឹងយកចូលទៅឲ្យព្រះបាទហើយអ្វីដែលអ្នកត្រូវធ្វើស្វែងរកព្រះស្វែងរកសេចក្តីសុចរិតធ្វើឲ្យឋានសួគ៌បរិបូរណ៍ជួជន់នៅក្នុងជីវិតអ្នកនៅក្នុងលក្ខណៈសម្បត្តិអ្នកនៅពេលដែលអ្នកធ្វើឲ្យបរិបូរណ៍នៅពេលនោះហើយដែលអ្នកគៀកនឹងភាពសម្បូរសប្បាយដែលអ្នកគៀកនឹងព្រះពរដែលអ្នកគៀកនឹងឋានសួគ៌ហើយដែលអ្នកមានអ្វីគ្រប់យ៉ាងពាក្យមួយម៉ាត់បើមនុស្សម្នាក់ហ៊ានឲ្យសូម្បីតែជីវិតទៅកាន់អ្នកអ្វីដែលអ្នកនោះមានគេឲ្យអ្នកទាំងអស់ត្រូវអត់បាទតែបើអ្នកចង់ prosper នៅក្នុងពេលដែលអ្នកមិនទាន់មានអីទាំងអស់មានតែធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំងទេអញ្ចឹងការដើរនៅលើផ្លូវនៃសេចក្តីជំនឿជាមួយនឹងការប៉ុនប៉ងងាកឆ្វេងងាកស្ដាំបាទនោះហើយគឺជាចំណុចខ្សោយបាទដែលអីគេដែលធ្វើឲ្យអរិយហើយសាតាំងអាចផ្ដួលយើងហើយទាញយើងចេញពីផ្លូវនឹងបាននេះជាការពិតអញ្ចឹងអ្វីដែលយើងធ្វើអ្វីដែលយើងជឿវាមិនមែនបាទទោះបីជាវាចាប់ផ្ដើមដោយចំណុចតូចមែនតែវាមិនមែនបាទតូចពេកទេវាយូរទៅវានឹងធំធាត់ហើយរីកចម្រើនយ៉ាងឆាប់រហ័សបាទបើយើងជឿត្រឹមត្រូវប្រព្រឹត្តត្រឹមត្រូវវានឹងនាំទៅកាន់ភាពដ៏ប្រសើរឡើងតែបើខុសវិញវានឹងនាំទៅកាន់មហន្តរាយយ៉ាងធំអាមែនចងចាំរុនសត្វក្តាមទទូចមួយអាចធ្វើឲ្យទំនប់ទឹកទាំងមូលបាត់អាមែនបាទជំងឺដែលចាប់ផ្ដើមនៅចំណុចតូចមួយនៃរាងកាយបើយើងមិនយកទឹកចូលដាក់ព្យាបាលទេវានឹងក្លាយជាមហារីកសម្រាប់ធ្វើឲ្យរាងកាយទាំងមូលស្លាប់ហើយខ្ញុំនិយាយម្ដងហើយម្ដងទៀតចេញពីការសង្កេតនៅក្នុងការបម្រើនិងការរស់នៅថ្វាយព្រះ40ឆ្នាំដែលខ្ញុំមើលឃើញរីដួលរំអស់ចង់ដើរដល់ទីចង់ដើរឲ្យទៅដល់ជីវិតអកាចនិច្ចចង់ដើរឲ្យដល់បញ្ចប់ផ្លូវបាទដើរដោយចិត្តស្មោះត្រង់កុំយកអីផ្សេងទៀតមកដាក់នៅក្នុងនឹង
ឃើញមែនអញ្ចឹងហើយបានជាព្រះគម្ពីរសុភាសិតចំពុក4ខ13និយាយថាសំពុក4ខ23រក្សាចិត្តឲ្យអស់ពីសេចក្តីព្យាយាមមិនមែនធម្មតាទេរក្សាហើយរក្សាទៀតព្យាយាមហើយព្យាយាមទៀតប្រឹងហើយប្រឹងទៀតអត់ធ្មត់ហើយអត់ធ្មត់ទៀតធ្វើម្ដងហើយម្ដងទៀតអាមែនអញ្ចឹងមកកន្លែងព្រះចូលរក្សាចិត្តឲ្យអស់ពីព្យាយាមឧស្សាហ៍ប៉ុណ្ណាប្រឹងប្រែងបានប៉ុណ្ណាខិតខំប៉ុណ្ណាធ្វើបានប៉ុណ្ណាធ្វើឲ្យដល់100ពាក្យនោះមានន័យចឹងត្បិតគ្រប់ទាំងផលនៃជីវិតសុទ្ធតែចេញពីចិត្តអាមែននេះគឺជាការពិតបាទអញ្ចឹងហើយបានជាអីគេយកទៅគិតខ្លួនឯងឡើងវិញហេតុអីខ្ញុំកំពុងតែរីចម្រើនហើយហាក់បីដូចជាត្រឹងហាក់បីដូចជាអន់ថយហេតុអីគ្រួសារខ្ញុំកំពុងតែសុខសាន្តឥឡូវនេះមិនក៏យើងច្បុកច្បល់បាទលោកអ្នកបងយកចិត្តទុកដាក់ឲ្យពិចារណាឲ្យដួងចិត្តស្មោះត្រង់ព្រះនឹងបង្ហាញឃើញថាកន្លែងនេះខ្សោយបាទកន្លែងនេះបាទដែលឯងធ្លាក់ចុះកន្លែងនេះដែលឯងមានបញ្ហា fix ជួសជុលវាឡើងវិញបាទអាមែនធ្វើម៉េចឲ្យផ្លូវយើងត្រង់នៅចំពោះមុខព្រះបាទបើមិនចឹងទេយើងដើរដល់ទីបញ្ចប់ហើយមនុស្សបាទយ៉ាងម៉េចគេនិយាយថាម៉េចមនុស្សដែលជោគជ័យមិនមែនមនុស្សដែលឆ្លាតទេមនុស្សដែលជោគជ័យគឺជាមនុស្សដែលប្រកាន់ខ្ជាប់នៅវិន័យអាមែនឆ្លាតជោគជ័យតែ 2% ទេក្នុងចំណោម100នាក់តែបើអ្នកប្រកាន់វិន័យក្នុងចំណោម100នាក់ជោគជ័យ 98%ជឿព្រះប៉ុណ្ណាឆ្លាតប៉ុណ្ណាអីប៉ុណ្ណាអត់បញ្ហាតែសំខាន់គឺបន្តរត់ដែលដួងចិត្តស្មោះត្រង់ជាមួយនឹងចង្វាក់បេះដូងដល់បាទប្រត្រឹមត្រូវនៅក្នុងនគរព្រះជាម្ចាស់អ្នកនឹងរត់ដល់ទីចងចាំគោលដៅនៃជំនឿគោលដៅដែលនាំឲ្យយើងជឿព្រះជីវិតអកាលជានិច្ចរួមសាររួចជាមួយព្រះគ្រីស្ទនោះជាគោលដៅដ៏ធំអ្វីផ្សេងទៀតមិនមែនជាគោលដៅរបស់យើងទេបាទព្រះគម្ពីរប្រាប់ថាបើបានផែនដីទាំងមូលបើបានលោកីយ៍ទាំងមូលតែព្រលឹងអ្នកបាត់ទៅតើអ្នកបានអីបងថាម៉េចកុំឲ្យស្វែងរករបស់ដែលជិកដែលចោលអាចលួចកលាចអាចកាត់បំផ្លាញច្រេះអាចស៊ីចោលអាចទម្លុះប្លន់ឲ្យស្វែងរកនគរព្រះអាមែនបាទហើយជឿខ្ញុំទៅមុនពាក្យនៅលើអណ្ដាតអ្នកមុនសេចក្តីខ្វះខាតធ្លាក់ទៅក្នុងដួងចិត្តរបស់អ្នកព្រះជ្រាបគ្រប់ទាំងអស់ហើយព្រះមិនទុកឲ្យអ្នកអត់បាយទេព្រះមិនទុកឲ្យអ្នកវេទនាទេបាទសំខាន់ឲ្យតែអ្នករក្សាដួងចិត្តស្មោះត្រង់នៅចំពោះព្រះហើយជំនឿឲ្យបានត្រឹមត្រូវទៅមានម្ដងណាដែលជនជាតិអ៊ីស្រាអែលនៅទីរហោឋានអត់បាយស្លាប់ហើយគ្មានទឹកផឹកទេណាសិគេស្លាប់ដោយព្រោះបាបគេប៉ុណ្ណោះគិតឡើងវិញពិចារណាឡើងវិញលោកអ្នកបងដើរបានឆ្ងាយហើយបាទចង់បន្តទៅមុខទៀតទេចង់ទៅដល់រហូតដល់ជួបពភៈព្រះទេបាទឬក៏ចង់ផ្លេតផ្លាត់ដូចជាមនុស្សជីកាត់ផ្លូវល្អអាមែនជីវិតជារបស់អ្នកទេអ្វីដែលព្រះធ្វើសម្រាប់អ្នកធ្វើអស់ហើយបាទអ្វីដែលព្រះប្រាប់អ្នកគឺក៏ប្រាប់អស់ដែរបាទមិនត្រឹមតែប៉ុណ្ណោះទ្រង់ប្រទានព្រះបន្ទូលទ្រង់ប្រទានព្រះវិញ្ញាណចាំជួយអ្នកទ្រង់ចាត់អ្នកបម្រើប្រងឲ្យមករំលឹកដាស់តឿនអ្នកក៏ប៉ុន្តែបើអ្នកមិនផ្ដល់ឱកាសដល់ខ្លួនឯងបើអ្នកមិនកែប្រែបាទខ្លួនឯងគ្មានអ្នកណាអាចជួយអ្នកបានទេសូមក្រោកឆ្លាស់ចូលទៅចំពោះព្រះសញ្ជឹងគិតហើយពិចារណា